ម៉ែបងប្អូនជាកសិករទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកមើលដំឡូងមីដំឡូងមីនេះជាស្ដែងផ្ទាល់គឺអាយុវា2 ខែទាំងអស់គ្នាប៉ុន្តែដំឡូងនេះតាំងពីខ្ញុំដាំមកខ្ញុំមកតអានបើម្ដងហើយដំឡូងនេះខ្ពស់ចិត្តលេខក្បាលខ្ញុំណាហើយខ្ញុំកម្ពស់ឡើង1 ម៉ែត្រ57 58ដែរអញ្ចឹងហើយដំឡូងនេះគឺខ្ញុំបានបាញ់ថ្នាំឃុំស្មៅប៉ុន្តែនេះវានៅតែដុះខ្លះទាំងអស់គ្នាមិនមែនថាថ្នាំឃុំស្មៅគឺវាឃុំស្អាត100%ទេហើយដំឡូងនេះគឺថ្ងៃនេះគឺខ្ញុំមកយកមែកវាបងប្អូនទាំងអស់គ្នាដោយសារតែដំឡូងខ្ញុំវាមានមែកច្រើនហើយណាមួយបងប្អូនឃើញជាក់ស្ដែងគឺដំឡូងខ្ញុំនៅក្នុងរោងចន្ទីអញ្ចឹងចន្ទីហើយចុងខែ9នេះយើងត្រូវការថែវាអីអញ្ចឹងទៅខ្ញុំខំប្រឹងយកមែកដើម្បីឲ្យដំឡូងចាប់ធំបានដល់អញ្ចឹងនេះជាក់ស្ដែងដំឡូងខ្ញុំដាំដីប្រហែលជាបើគិតជាសាច់ដីនេះប្រហែលជា6 7 ហាត់បើយើងគិតជាសាច់ដំឡូងអត់ដល់1 ហាត់ជាងទេដោយសារតែយើងដាំតែ3 រងអញ្ចឹងហើយឡងនេះគេហៅពូជ8នឹងភាសាថៃភាសាខ្មែរយើងអាចហៅថាពូជ81អញ្ចឹងភាសាថៃ8នឹងនេះតឡងខ្ញុំផ្ទាល់ជាក់ស្ដែងហើយខ្ញុំមកយកមែកនេះហើយបងប្អូនមួយចំនួនក៏តែងនិយាយថាគាត់ហៅខ្ញុំតែពេញវិញហេតុអីมันជាតឡងបងប្អូនឃើញតែដើមច្រើនហើយអីมันជាដើមតែបានសល់បានលក់តាមកាប់ផ្ទៃតឡងខ្ញុំមិនដែលទុកដើមច្រើនទេខ្ញុំទុកតែ2 1ទេស្តង់ដារវា2 3ល្មមហើយប៉ុន្តែតឡងខ្ញុំជាក់ស្ដែងបងប្អូនឃើញហើយខ្ញុំនិយាយខាងដើមអញ្ចឹងគឺខ្ញុំនៅក្នុងរងចន្ទីអញ្ចឹងទៅខ្ញុំធ្វើមិនធ្វើសម្អាតវាឲ្យតាន់រដូវកាលស្វាយចន្ទីអញ្ចឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបើមានកំហុសខុសឆ្គងឡើយទេសូមបងប្អូនពុកម៉ែទាំងអស់គ្នាអធិស្ឋានខ្ញុំបាទផងអញ្ចឹង